តោះបងប្អូនណាខ្លះដែលចង់ផ្លាស់ប្ដូរឈ្មោះ account Facebook profile របស់យើងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនរបៀបប្ដូរឈ្មោះ Facebook profile សម្រាប់ពុកម៉ែបងប្អូនពីមុនមកក៏ធ្លាប់បង្កើតដាក់ឈ្មោះផ្សេងតែឥឡូវនេះបងប្អូនចង់ផ្លាស់ប្ដូរដាក់ឈ្មោះពិតរបស់បងប្អូនវិញអញ្ចឹងបងប្អូនទស្សនាវីដេអូនេះទាំងអស់គ្នាបន្ទាប់មកបងប្អូនចុចចេញមក Home ពេលបងប្អូនចុចចេញមក Home ហើយបងប្អូនទៅរកមើលកម្មវិធី Facebook ណាមួយដែលបងប្អូនចង់ផ្លាស់ប្ដូរឥឡូវខ្ញុំចុចចូលនៅកន្លែងនេះហើយខ្ញុំចុចលើកម្មវិធីមួយនេះឥឡូវខ្ញុំជ្រើសរើសយកaccount Facebook របស់ខ្ញុំមួយលេខរៀងទី21ដើម្បីមកផ្លាស់ប្ដូរឲ្យបងប្អូនមើលបាទឥឡូវចុចចូលទីនេះពេលលោតមកផ្ទាំងបែបនេះហើយបងប្អូនក្លេកមើលខាងលើបងប្អូននឹងឃើញកន្លែងត្រេត3បាទបើសិនជាអត់ឃើញកន្លែងត្រេត3ទេកន្លែងនេះលោតចេញជារូប profile បែបនេះបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនចុចចូលបាទទីនេះមកហើយបងប្អូនអូសscrollឡើងលើបងប្អូនចុចចូលពាក្យថា setting and privacy កន្លែងខ្ញុំអូសបន្ទាត់ហ្នឹងបងប្អូនបាទចុចចូលមកបងប្អូនចុចចូលពាក្យថា setting បងប្អូនឃើញទេបាទចុចចូលបងប្អូនរងចាំបន្តិចសិនបាទចុចចេញមកវិញមកបាទបើលោតបែបនេះហ៎បងប្អូនហើយបងប្អូនចុចយកខាងលើគេបងអស់នេះមកបាទ professional detail នេះបងប្អូនចុចចូលហើយបងប្អូនចុចចូលកន្លែងបាទឈ្មោះ profile របស់យើងហ្នឹងបាទចុចចូលមកបងប្អូនចុចលើឈ្មោះ Facebook របស់យើងបងប្អូនត្រូវចុចចូលកន្លែង name នេះបាទដើម្បីយើងផ្លាស់ប្ដូរឈ្មោះនេះបងប្អូនណាអញ្ចឹងបងប្អូនបាទចុចចូលបាទខ្ញុំចុចខាងលើនេះខ្ញុំដាក់ឈ្មោះថាឥឡូវខ្ញុំសុំបាទផ្លាស់ប្ដូរបន្តិចសិនខ្ញុំដាក់ថាដាក់ដដែលបងប្អូនណាខ្ញុំដាក់ថាស្រីដាបាទស្រីដាពេលបងប្អូនសរសេរបំពេញរួចរាល់ហើយបងប្អូនចុចខាងក្រោមនេះ remove change បាទបើសិនជាវាលោតអក្សរចេញបែបនេះបងប្អូននេះលោតមកវាចេញមកវាពាំងឃើញទេបាទពាំងបាទពាំងឲ្យកន្លែងយើងចុចអីចឹងបងប្អូនចុចសញ្ញាក្បាលព្រួយចុះក្រោមបងប្អូនណាហ្នឹងហើយចុចមកបាទពេលបងប្អូនចុចហើយបងប្អូនឃើញកន្លែងនេះបាទអក្សរពណ៌ខៀវហ្នឹងបាទ remove change បងប្អូនបាទបងប្អូនចុចចូលកន្លែងហ្នឹងមកបាទចុចចូលបាទឥឡូវវានឹងផ្លាស់ប្ដូរឲ្យយើងហើយមកដល់កន្លែងនេះហើយវាឲ្យយើងនឹងរើសទៀតអញ្ចឹងបងប្អូនចង់បានឈ្មោះបែបណាស្រីដាឬក៏ដាស្រីបាទបើសិនជាបងប្អូនចង់បានឈ្មោះថាស្រីដាបងប្អូនចុចពាក្យថា save change បាទកន្លែងនេះបើសិនជាបងប្អូនចុចពាក្យថា save change ហើយវាឲ្យយើងបំពេញ password បងប្អូនបំពេញមកបងប្អូនណាហ្នឹងហើយដោយសារខាងក្រុមហ៊ុន Facebook ឥឡូវគេ update ថ្មីអញ្ចឹងគេឲ្យយើងបំពេញ password ទៀតទេបងប្អូនណាហ្នឹងហើយតែបើមានណាបងប្អូនណាហ្នឹងហើយបើមានបងប្អូនត្រូវដាក់បំពេញ password របស់ Facebook ហ្នឹងមកបងប្អូនឥឡូវខ្ញុំចុចពាក្យថា save change រួចរាល់បងប្អូនណានេះបងប្អូនមើលកន្លែងនេះបញ្ជាក់បាទឥឡូវសូមបញ្ជាក់បងប្អូនមើលខាងលើនេះម្ដងទៀតបងប្អូនពេញចិត្តឈ្មោះស្រីដាឬក៏ដាស្រីបងប្អូន select យកតាមនឹងមកហ្នឹងហើយបើសិនជាបងប្អូនថាយកថាស្រីដាបងប្អូន select យកស្រីដាមកបាទពេលបងប្អូន select រួចរាល់បងប្អូនចុចពាក្យថា save change ឃើញបាទឥឡូវយើងបានផ្លាស់ប្ដូររួចរាល់ហើយបងប្អូនណាហ្នឹងហើយបើសិនជាមានលក្ខខណ្ឌគេឲ្យយើងបំពេញ password បងប្អូនយកបាទ password account Facebook ហ្នឹងយកមកបំពេញមកយើងអាចបដូរឈ្មោះបានហើយបងប្អូនណាហ្នឹងហើយបាទវីដេអូមានប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការតាមដានវីដេអូមួយនេះបាទសូមជម្រាបលា